ត្រឹមតែជាមនុស្សធម្មតាម្នាក់សោះហ៊ានមកចង់ស្បត់ស្បែកជាមួយពួកយើងជាសិស្សបាក់ក្នុងមិនចេះប្រមាណខ្លួនសោះគួរឲ្យស្ដាយណាស់ថ្នាំទឹកល្អបែបនេះបែរជាមិនដឹងថាគួរជូនទៅអ្នកណាទៅវិញរៀមច្បងហាអាថ្នាំប្រមូលធាតុកម្រិត5រៀមច្បងថ្នាំប្រមូលធាតុកម្រិត5រៀមច្បងលីនតាមពិតទៅតាំងពីខ្ញុំឃើញបងដំបងមកខ្ញុំមានអារម្មណ៍ថាស្និទ្ធស្នាលប្លែកតែម្ដងទោះបីជាបងមិននិយាយក៏ដោយក៏ខ្ញុំចង់ស្បត់ជាបងប្អូនធေါ်ជាមួយបងដែរអូមែនណាបងធំប្អូនស្រីម្ចាស់ប្រព័ន្ធបានស្បត់ស្បែកជោគជ័យសូមអបអរសាទរដែលកម្លាំងរបស់ម្ចាស់ប្រព័ន្ធបានឡើងដល់កម្រិត8ថ្នាក់ទី2ឡើងកម្រិតទៀតហើយហ៎ស្រួលណាស់គ្រាន់តែស្បត់ជាបងប្អូនក៏បានថ្នាំទឹកកម្រិត5ដែរលីនហ្វានម្នាក់នេះពិតជាចិត្តទូលាយពេកហើយរៀមច្បងលីនរឿងធ្វើជាប្អូនធေါ်អីហ្នឹងខ្ញុំជំនាញបំផុតហើយត្រូវហើយពួកយើងក៏អាចធ្វើបានដែររៀមច្បងលីនខ្ញុំស្ដាប់តាមបងគ្រប់យ៉ាងទាំងអស់ពិតជាអាចមែនទេខ្ញុំឃើញអ្នកទាំងអស់គ្នាដូចជាបង្ខំចិត្តសោះមិញហ្នឹងមិនបង្ខំទេមិនបង្ខំតតែសោះសម្រាប់យុវជនឆ្នាំដូចជារៀមច្បងលីនកុំថាឡើយត្រឹមតែស្បត់ជាបងប្អូនទោះបីជារៀបការជាមួយក៏គ្មានបញ្ហាដែរស្ងាត់មាត់ទៅអ្វីដែលខ្ញុំឲ្យតម្លៃគឺមនោសញ្ចេតនាបងប្អូនដ៏បរិសុទ្ធរវាងពួកយើងនាងបែរជាចង់គេងជាមួយខ្ញុំទៅវិញថោកទាបណាស់មិនដែរចាប់ផ្ដើមរំភើបចិត្តហើយមែនទេសិស្សមិនហ៊ានទេស្រីរឹងរូសខ្លាចប្រុសព្យាយាមតាមសុំស្រឡាញ់លីនហ្វានម្នាក់នេះក៏ជាមនុស្សស្មោះស្នេហ៍ម្នាក់ដែរនាងរំភើបចិត្តក៏ជារឿងធម្មតាដែរចិត្តរបស់សិស្សគឺមានតែការហ្វឹកហាត់ធម៌ប៉ុណ្ណោះមិនគិតពីរឿងស្នេហាស្រីប្រុសឡើយនាងយល់បែបនេះគឺល្អហើយមាគាធម៌គឺគ្មានមេត្តាទេមានតែការឈានដល់កម្រិតកំពូលនៃយុទ្ធសិលប៉ុណ្ណោះទើបអាចទទួលបានសេរីភាពពិតប្រាកដហ្វៃយីននាងគឺជាសិស្សដែលមានដងល្អបំផុតក្នុងរយៈពេលរាប់រយឆ្នាំមកនេះរបស់និកាយយិនធីនខ្ញុំសង្ឃឹមថានាងនឹងមិនដើរផ្លូវខុសឡើយសិស្សនឹងខិតខំហ្វឹកហាត់ឲ្យខ្លាំងមិនឲ្យគ្រូខកបំណងឡើយក្រៅពីការហ្វឹកហាត់ហើយនាងក៏ត្រូវប្រយ័ត្នចំពោះកេរ្តិ៍ឈ្មោះរបស់ខ្លួននៅក្នុងបកដែរខ្ញុំដឹងថានាងមានចរិតត្រជាក់ស្រទុំប៉ុន្តែការប្រជែងតំណែងប្រធានបកវ័យក្មេងតែងតែសាហាវខុសខើជានិច្ចគូប្រជែងផ្សេងទៀតរបស់នាងបានតាក់ទាញអ្នកខ្លាំងៗមករួមដៃនិងបង្កើតបកពួកផ្ទាល់ខ្លួនយូរហើយចំណែកឯនាងនៅតែម្នាក់ឯងដដែលតើនាងអាចយកឈ្នះពួកគេដោយរបៀបណាអ្វីដែលលោកគ្រូប្រដៅពិតជាត្រឹមត្រូវណាស់នៅពេលដែលនាងរំលាយធាតុថ្នាំធានយានរួចរាល់នាងនឹងអាចទម្លុះចូលទៅកាន់កម្រិតវិញ្ញាណបានហើយទៅចុះចាសអ្នកខ្លាំងនៅក្នុងបកសុទ្ធសឹងតែជាមនុស្សមានអំនួតខ្ពស់ចង់បង្កើតបកពួកខ្លួនឯងវាមិនមែនជារឿងងាយស្រួលនោះទេសិស្សច្បងស្រីទីបំផុតបងត្រឡប់មកវិញហើយបងប្រញាប់ទៅមើលទៅតើមានរឿងអ្វីកើតឡើងមែនទេលីនហ្វានគាត់នៅខាងក្រៅឯណោះឬមួយក៏លីនហ្វានបង្កបញ្ហាអ្វីទៀតហើយរៀមច្បងលីនការចូលរួមក្នុងសមាគមបងប្អូនស្រីពិតជាអាចទទួលបានការណែនាំផ្ទាល់ពីពនាងដ៏វិសុទ្ធមែនទេពិតណាស់ឲ្យទៅចូលរួមជាមួយសមាគមបងប្អូនស្រីរបស់ពួកយើងមិនត្រឹមតែអាចទទួលបានការណែនាំផ្ទាល់ពីប្រធានសមាគមណាឡានហ្វៃយិនប៉ុណ្ណោះទេហើយថែមទាំងបើចូលរួមឥឡូវនេះនឹងទទួលបានអាវុធមុនអាគមកម្រិត5ភ្លាមតែម្ដងអាវុធមុនអាគមកម្រិត5រៀមច្បងលីនខ្ញុំជាសិស្សការងារទូទៅតែអាចចូលរួមបានដែរទេពិតជាបានតើនៅក្នុងសមាគមបងប្អូនស្រីរបស់ពួកយើងគឺមានសមភាពស្មើគ្នាឲ្យតែចូលរួមហើយពួកយើងនឹងស្បត់ជាបងប្អូននឹងគ្នាដល់ពេលនោះពួកយើងទាំងអស់គ្នាសុទ្ធតែជាបងប្អូនគ្មានការបែងចែកវណ្ណៈខ្ពស់ទាបឡើយល្អណាស់ខ្ញុំចង់ចូលរួមដែរខ្ញុំក៏ចង់ចូលរួមដែរអ្នកទាំងអស់គ្នាសូមមកម្ដងម្នាក់ណាសូមអបអរសាទរដែលម្ចាស់ប្រព័ន្ធបានស្បត់ស្បែកជោគជ័យនិងទទួលបានការដំឡើងកម្រិតវឹកហាត់ពិតជាឆ្លាតខ្លាំងណាស់ការដើររកមនុស្សម្នាក់ដើម្បីស្បត់ជាមួយមិនត្រឹមតែមានប្រសិទ្ធភាពទៀតទេថែមទាំងងាយនឹងត្រូវគេជេរថាជាមនុស្សឈួតទៀតផងឥឡូវនេះខ្ញុំយកឈ្មោះណាឡានហ្វៃយិនមកបង្កើតជាសមាគមបងប្អូនស្រីឲ្យតែចូលរួមត្រូវស្បត់ជាមុនសិនមិនបាច់ហត់ទៅអូសទាញនាំតែហត់ក៏អាចតាក់ទាញសិស្សជាច្រើនឲ្យមកចូលរួមដែរខ្ញុំពិតជាឆ្លាតខ្លាំងណាស់ខ្ញុំពិតជាកំពូលអ្នកប្រាជ្ញមែនអូហូមានអាវុធមុនអាគមច្រើនម្ល៉េះសូមគោរពជំរាបសួរលោកប្រធានសមាគមលោកប្រធានសមាគមបងប្អូនស្រីលីនហ្វានទាំងនេះជាស្នាដៃឯងទាំងអស់មែនទេត្រូវហើយនាងស្ដាប់ខ្ញុំបញ្យល់សិនល្មមហើយឯងធ្វើឲ្យខ្ញុំខកចិត្តខ្លាំងណាស់ហេតុអ្វីបានជាឯងនៅតែល្អចំពោះខ្ញុំយ៉ាងនេះ